tới chó 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 chó tới chó tới viếtទាំងអស់ស្ថិតនៅក្នុងភាពវឹកវរស្ថិតនៅក្នុងភាពវឹកវរទាំងស្រុងមេភូមិកំពុងជួបបញ្ហាចំណាត់ថ្នាក់អ្នកទស្សនាបានធ្លាក់ចុះពី1មកត្រឹម0.8រួចហើយនៅតែបន្តធ្លាក់ចុះវាបានធ្លាក់ចុះពី0.5មកត្រឹម0.3អុយវាមិនអាចធ្លាក់ចុះបន្ថែមទៀតទេលោកខ្ញុំស្នើឲ្យយើងកាត់ផ្ដាច់ការផ្សាយផ្ទាល់ជាបន្ទាន់ហេតុអ្វីមិនកាត់អត្រានៃអ្នកកាន់សញ្ញាបត្រអនុបណ្ឌិតបានធ្លាក់ចុះយ៉ាងខ្លាំងវាហៀបនឹងធ្លាក់ចុះហើយយើងត្រូវរក្សាប្រាក់ចំណេញឲ្យបានថ្ងៃនេះខ្ញុំមកទីនេះដើម្បីសប្បាយជ័យជំនះបានធ្វើឲ្យគាត់ភ្លឺស្វាងបើខ្ញុំចាញ់ខ្ញុំនឹងលេងដាវដេស៊ូលោកនាយកស្ថានីយ៍សូមស្ងប់ចិត្តអ្នកមិនដឹងថាលេងយ៉ោនៅទីនេះដើម្បីអ្វីទេប៉ុន្តែបងប្រុសរបស់ខ្ញុំបានដឹងរួចហើយក្មេងអ្នកអាចមើលឃើញថាខ្ញុំគ្រាន់តែជាស្រីកំណាន់ចុះក្រោម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 ចុះទៅចុះចុះចុះអ្នកទាំងអស់គ្នារងចាំមួយផ្លែតតើអ្នកនឹងធ្វើអ្វីអ្នកខ្ញុំនឹងអនុញ្ញាតឲ្យអ្នកលូកខ្សែដៃពេជ្ររបស់ខ្ញុំអ្នកអនុញ្ញាតឲ្យចោលលុតជង្គង់ចុះហើយសុំទោសខ្ញុំឥឡូវនេះតាមពិតទៅគាត់បានដោះសម្លៀកបំពាក់ចេញភ្លាមនៅពេលដែលគាត់ដើរចូលមកដោយព្យាយាមជាសំណាងល្អខ្ញុំបានទុកខ្លួនពួកគេត្រូវតែទទួលទោសយ៉ាងធ្ងន់ធ្ងរនាយកុយត្រូវតែទទួលទោសឲ្យធ្ងន់ធ្ងរនោះជាការឥតខ្មាស់អៀនខ្មាស់គេណាស់មិនថាខ្ញុំមានអ្វីទេតើអ្នកបានឃើញអ្វីខ្លះខ្ញុំជឿតែកូនស្រីរបស់ខ្ញុំប៉ុណ្ណោះសូមឲ្យខ្ញុំខ្លាចជាថ្មជំហានរបស់អ្នកអនុញ្ញាតឲ្យខ្ញុំទៅជាមួយអ្នកចូលទៅកំចាត់អ្នកដែលធ្វើឲ្យអ្នកអាម៉ាស់មុខច្បាស់ជាគ្មានអ្នកណានៅពីក្រោយអ្នកទេតារាបណាអ្នកងាកមកខ្ញុំតែងតែនៅទីនេះស៊ីឈៀវអ្នកពិតជាអាចលេងភ្លេងជាមួយស្លឹកឈើបានស៊ីឈៀងបានលេងបទចម្រៀងមួយដោយប្រើស្លឹកឈើអ្នកបច្ចេកទេសមន្ទីរពិសោធន៍និងភរិយារបស់គាត់ពិតជាអស្ចារ្យណាស់គាត់ពិតជាមានសមត្ថភាពខ្លាំងណាស់លោកគ្រូស៊ីស៊ីបាននិយាយថាវាបានហោះឡើងយ៉ាងរលូនវាបានធ្លាក់ចុះពី 70.3 មកត្រឹម 2សូមឲ្យខ្ញុំមើលពិន្ទុរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានបំបែក3ចំណាត់ថ្នាក់អ្នកទស្សនាសម្រាប់រឿង Deep Love បានលើសពី 3ចំណាត់ថ្នាក់អ្នកទស្សនាខ្ពស់បំផុតគឺត្រឹមតែ 2.9 ប៉ុណ្ណោះគាត់ពិតជាបានបំបែកកំណត់ត្រារបស់ខុងវីសូមអរគុណអ្នកទាំងអស់គ្នាអស្ចារ្យណាស់ល្អណាស់ខ្ញុំបាននិយាយថាខ្ញុំអាចលេងបានប៉ុន្តែខ្ញុំមិនដែលនិយាយថាខ្ញុំអាចលេងព្យ៉ាណូបានទេកូនរបស់យើងមកពីភ្នំខ្ញុំអាចលេងភ្លេងជាមួយស្លឹកឈើតាំងពីខ្ញុំនៅតូចដូច្នេះខ្ញុំមិនអាចលេងព្យ៉ាណូបានទេដូច្នេះអ្វីតើអ្នកទាំងអស់គ្នាចាំស្បែកជើងវែងដែលខ្ញុំពាក់ទេម៉ាក់ខ្ញុំធ្លាប់ធ្វើស្បែកជើងស្បែកតូចមួយគូឲ្យខ្ញុំប៉ុន្តែបន្ទាប់ពីច្រើនឆ្នាំមកនេះខ្ញុំនៅតែចូលចិត្តស្បែកជើងក្រណាត់ដែលគាត់ផលិតជាងគេពាក់លើជើងទន់បំផុតនិងគួរឲ្យទុកចិត្តបំផុតអត្រាវះកាត់របស់នាយកស្ថានីយ៍បានលើសពី40វាបាក់អស់5អព្រះជាម្ចាស់ឲ្យនេះបានទម្លុះពីដានទូរទស្សន៍ផ្កាយរណបកាត់រូបភាពឲ្យចិត្តយ៉ាងរហ័សឯករាជ្យភាពនៃបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់និងឯករាជ្យភាពនៃចរិតរបស់គាត់តើវាអាចបណ្ដាលមកពីគាត់អាចលេងព្យ៉ាណូបានដែរទេសម្លៀកបំពាក់ម៉ាកណាដែលត្រូវស្លៀកតើវាត្រូវបានកំណត់ដោយប្រវត្តិរបស់គាត់ទេខ្ញុំមិនគិតដូច្នេះទេខ្ញុំជាក្មេងមកពីភ្នំប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ថាអន់ជាងអ្នកណាម្នាក់ឡើយទោះបីជាខ្ញុំមិនមែនជាមនុស្សអ្វីក៏ដោយប៉ុន្តែខ្ញុំក៏ចង់រស់នៅជីវិតដ៏អស្ចារ្យជាងនេះដែរកាយវិការរបស់នាយកស្ថានីយ៍បានបំបែក5ជាបានបង្កើតទេវតាលួងលោមចិត្តមួយតើអ្នកកំពុងរងចាំអ្វីតោះទៅសួស្តីអ្នកទាំងអស់គ្នាជាពិធីករនៃកម្មវិធីខ្ញុំជាកូនតែមួយសូមអរគុណសម្រាប់ការទស្សនាជួបគ្នាពេលក្រោយអស្ចារ្យណាស់អស្ចារ្យណាស់អស្ចារ្យណាស់សៀវឈៀងហាចំណាត់ថ្នាក់អ្នកទស្សនាជាក់ស្ដែងបានបំបែក6ដែលបានបង្កើតកំណត់ត្រាថ្មីមួយឈៀវឈេងកំពុងធ្លាក់ចុះអស្ចារ្យណាស់វាកំពុងធ្លាក់ចុះបដិសេធសូមអបអរសាទរភរិយារបស់ខ្ញុំអ្នកដែលភ្លឺចែងចាំងពេញស្ពានវាហាក់ដូចជាបានត្រឡប់មកវិញម្ដងទៀតវាគួរឲ្យស្អប់ខ្ពើមណាស់ដែលជំនួសឲ្យការធ្វើបាបគាត់ពួកគេបានជួយគាត់ឲ្យសម្រេចគោលដៅរបស់គាត់ខ្ញុំទៅតែរវល់បង្ហោះវីដេអូថ្មីនេះខ្ញុំភ្លេចតាក់ទងអ្នកខានជួបគ្នាយូរហើយលីនយ៉ាវ5ឆ្នាំក្រោយមកអ្នកគ្មានល្បិចអ្វីទាំងអស់ពួកគេនៅតែចូលចិត្តធ្វើបាបខ្ញុំដោយជន់ឈ្លីឋានៈរបស់ខ្ញុំទោះយ៉ាងណាក៏ដោយវិធីសាស្ត្រនេះហួសសម័យហើយ
អ្នកនាងលីនមិននឹកស្មានថាអ្នកនៅទីនេះបង្កបញ្ហាទេតើអ្នកយាមសន្តិសុខនៅឯណាតើអ្នកណាចង់ទម្លាក់មនុស្សទាំងនេះម្ដងទៀតកុំធ្វើវាទៀតសូមឲ្យពួកគេចាក់ចេញពួកគេមិនត្រូវបានស្វាគមន៍នៅទីនេះទេមិនចាំបាច់ទេយើងនឹងទៅដោយខ្លួនឯងអ្វីទាំងអស់ដែលបានកើតឡើងបន្ទាប់ពីយើងឆ្លងកាត់ស្ពានគឺស្ថិតនៅក្នុងដៃរបស់ខ្ញុំយើងមិនទាន់រួចរាល់នៅឡើយទេគ្រាន់តែរងចាំមើលស៊ូស៊ីខ្ញុំបានជោគជ័យហើយវាបានបែក5-1ប្រពន្ធខ្ញុំអស្ចារ្យណាស់ខ្ញុំនឹងទៅញ៉ាំអាហារពេលល្ងាចនៅបារយប់នេះអ្នករាល់គ្នាបានបង្កើតកំណត់ត្រាសម្រាប់ការទៅញ៉ាំអាហារពេលល្ងាចនៅបារនៅយប់នេះហើយកែធំកំពុងរៀបចំអាហារឲ្យយើងញ៉ាំអស្ចារ្យមែនខ្ញុំនឹងទៅជួបចៅវាយធំនៅយប់នេះ